ជៀសវាងកុំនិយាយពាក្យ3ឃ្លានេះទៅកាន់កូនមានពាក្យ3ឃ្លាដែលឪពុកម្ដាយនិយាយរាល់ថ្ងៃដោយចេតនាល្អប៉ុន្តែអាចប៉ះពាល់ដល់ការគិតរបស់កូនមានពេលខ្លះកូនមិនមែនឈឺចាប់ដោយសារតែទង្វើរបស់យើងទេប៉ុន្តែដោយសារពាក្យដែលយើងនិយាយរាល់ថ្ងៃដោយមិនបានគិតក្នុងនាមជាឪពុកម្ដាយរួមទាំងខ្ញុំផងដែរយើងនិយាយពាក្យទាំងហ្នឹងព្រោះតែយើងស្រឡាញ់កូនយើងចង់លើកទឹកចិត្តឬក៏ចង់ឲ្យកូនមានអារម្មណ៍ល្អប៉ុន្តែកុមារមិនត្រឹមតែស្ដាប់ពាក្យរបស់យើងទេពួកគេយកពាក្យទាំងនោះទៅបង្កើតជាសម្លេងនៅក្នុងចិត្តរបស់ពួកគេហើយពេលខ្លះចេតនាលើកទឹកចិត្តរបស់យើងបានคล้ายទៅជាការបង្អាក់កូនពីការជឿជាក់លើខ្លួនឯងអញ្ចឹងគោលបំណងរបស់យើងមិនមែនថាយើងឈប់លើកទឹកចិត្តកូនទេប៉ុន្តែយើងបដូរពីការធ្វើឲ្យកូនពឹងលើការវាយតម្លៃពីអ្នកដទៃទៅជួយឲ្យកូនស្គាល់ខ្លួនឯងមានទំនុកចិត្តនិងចេះគ្រប់គ្រងអារម្មណ៍ហើយពាក្យទី1ដែលយើងគួរជៀសវាងនោះគឺពាក្យថា good job ឬក៏ពូកែណាស់កូននេះជាពាក្យដែលឪពុកម្ដាយនិយាយញឹកញាប់ព្រោះចង់លើកទឹកចិត្តឬសរសើរកូនប៉ុន្តែបើយើងនិយាយតែបែបហ្នឹងរាល់ពេលដែលកូនធ្វើបានល្អកូនអាចចាប់ផ្ដើមស្វែងរកតែកត្តាជំរុញពីក្រៅមានន័យថាការវិតម្លៃពីគេវាធំវាពិសេសលុបលើការជឿជាក់លើខ្លួនឯងឬតម្លៃនៃការខិតខំពីក្នុងរបស់គាត់អញ្ចឹងជំនួសឲ្យការសរសើរថាកូនពូកែណាស់យើងសាកប្ដូរទៅនិយាយថាម៉ាក់ឃើញថាកូនពិតជាខិតខំប្រឹងប្រែងណាស់ម៉ាក់ឃើញថាកូនពិតជាតស៊ូមែនទោះបីជាវាពិបាកយ៉ាងណាក៏កូនមិនបោះបង់ចោលកូនឯងមានអារម្មណ៍មិនដែរចំពោះអីដែលកូនបានធ្វើអញ្ចឹងយើងកំពុងបង្រៀនកូនឲ្យស្គាល់តម្លៃខ្លួនឯងមិនមែនរងចាំតែការសរសើរពីអ្នកដទៃទេហើយពាក្យទី2គឺពាក្យថាកូនឆ្លាតណាស់ពាក្យនេះស្ដាប់ទៅដូចជាការសរសើរប៉ុន្តែវាអាចបង្កើតសម្ពាធទៅលើកូនពេលកូនជឿថាគាត់ជាក្មេងឆ្លាតពេលជួបអីដែលពិបាកគាត់អាចនឹងខ្លាចធ្វើខុសព្រោះគាត់គិតថាបើខ្ញុំធ្វើមិនបានមានន័យថាខ្ញុំមិនឆ្លាតទៀតទេអញ្ចឹងជំនួសឲ្យការផ្ដោតលើភាពឆ្លាតយើងសាកផ្ដោតលើការខិតខំនិងដំណើរការសាកនិយាយថាម៉ាក់ចូលចិត្តរបៀបដែលកូនព្យាយាមរកដំណោះស្រាយកូនខិតខំខ្លាំងណាស់ទោះបីជាពិបាកកូនរីចម្រើនព្រោះកូនបានព្យាយាមនិងវឹកហាត់ខ្លាំងយើងចង់ឲ្យកូនមានគំនិតថាខ្ញុំអាចរៀននិងរីចម្រើនបានមិនមែនខ្ញុំត្រូវតែពូកែគ្រប់ពេលទេពាក្យទី3គឺនិយាយថាឈប់យំកុំយំភាគច្រើនឪពុកម្ដាយនិយាយពាក្យនេះព្រោះយើងមិនចង់ឃើញកូនឈឺចិត្តប៉ុន្តែបើកូនឮពាក្យនឹងញឹកញាប់ពួកគេអាចរៀនថាអារម្មណ៍របស់ខ្ញុំមិនសំខាន់ហើយការយំគឺជារឿងខុសកូនមិនត្រូវការឲ្យយើងបំបត្តិអារម្មណ៍របស់ពួកគាត់ទេកូនត្រូវការឲ្យយើងជួយគាត់ស្គាល់និងគ្រប់គ្រងអារម្មណ៍ជំនួសឲ្យការនិយាយថាកុំយំឈប់យំទៅវាមិនអីទេកូនឯងធំហើយកុំយំទៀតយើងសាកប្ដូរមកនិយាយថាម៉ាក់ឃើញថាកូនពិបាកចិត្តម៉ាក់ដឹងថាកូនខកចិត្តមិនអីទេកូនអាចយំបានម៉ាក់នៅទីនេះជាមួយកូនយើងកំពុងបង្រៀនកូនថាអារម្មណ៍របស់ខ្ញុំមានសុវត្ថិភាពហើយខ្ញុំអាចគ្រប់គ្រងវាបានពាក្យដែលយើងនិយាយនៅថ្ងៃនេះអាចក្លាយជាសម្លេងដែលកូននិយាយជាមួយខ្លួនឯងនៅថ្ងៃក្រោយដូច្នេះយើងអាចសួរខ្លួនឯងថាតើខ្ញុំកំពុងជួយបង្កើតសម្លេងអ្វីនៅក្នុងចិត្តរបស់កូន